វីដេអូនេះចង់ចែករំលែកខ្លីបន្តិចតាក់ទងជាមួយនឹងធម្មធុរជនដែលជាអ្នកដែលចិញ្ចឹមជីវិតត្រូវត្រង់ដំណើរល្អប្រសើរនៅក្នុងផ្លូវគេថាផ្លូវអថង្គិកមៈទាំង8ឬក៏ផ្លូវស្របដំណើរធម្មជាតិមានសេចក្តីសុខសេចក្តីចម្រើនជាធម្មធុរជនជនដែលមានធម៌ជនដែលប្រណិប័តធម៌អញ្ចឹងកិច្ចដែលជាជនប្រណិប័តធម៌ជនដែលអនុវត្តនៅក្នុងប្រធមនៅក្នុងធម្មជាតិឬក៏ប្រកបអាជីវកម្មការចិញ្ចឹមជីវិតបែបធម្មធុរកិច្ចហ្នឹងកិច្ចរបស់គាត់មានច្រើនប៉ុន្តែកិច្ចអត្ថភាពសំខាន់មាន3កិច្ចដែលត្រូវធ្វើដែលត្រូវបំពេញកិច្ចទី1ក្នុងនាមជាអ្នកដែលយល់ធម៌ប្រណិប័តធម៌ជាកិច្ចដែលជាធម្មធុរជនហ្នឹងគឺសំដៅទៅដល់កិច្ចជាប្រចាំដែលគាត់ត្រូវធ្វើគឺការចម្រើនសមាធិគឺការធ្វើសមាធិមិនថាសមាធិដេកដើរឈរអង្គុយឬក៏សមាធិក្នុងទម្រង់ណាទេមានព្រឹកមានល្ងាចឬក៏សមាធិនៅក្នុងដំណើរជីវិតដែលកំពុងរស់នឹងឯងអញ្ចឹងគាត់ត្រូវមានកិច្ចមួយគឺកិច្ចតាក់ទងជាមួយនឹងអត្តភាពទី1គឺត្រូវតែសមាធិពីព្រោះគាត់ជាធម្មធុរជនអញ្ចឹងគាត់ដើរនៅក្នុងធម្មធុរកិច្ចគាត់ស្របដំណើរធម្មជាតិអញ្ចឹងធម្មជាតិដែលភ្លឺស្វាងធម្មជាតិដែលភ្លឺគេភ្លឺឯងដែលផ្ដើមចេញពីភ្លឺខ្លួនឯងទៅមុនអញ្ចឹងត្រូវការសមាធិត្រូវការអនុវត្តត្រូវការធ្វើជាប្រចាំអាហ្នឹងគឺទី1កិច្ចទី1កិច្ចទី2គឺគាត់ត្រូវតែចិញ្ចឹមជីវិតដែលល្អប្រសើរចិញ្ចឹមជីវិតដែលមិនមានកម្មពវិរិយដែលហៅថាសមាអាជីវៈឬក៏ធម្មធុរកិច្ចឬក៏កិច្ចចិញ្ចឹមជីវិតល្អប្រសើរគាត់អាចទៅចិញ្ចឹមជីវិតក្នុងរូបភាពផ្សេងបានទេគាត់មិនអាចចិញ្ចឹមជីវិតដើម្បីរស់ក្នុងរូបភាពផ្សេងបានទេគេហៅថាមិច្ឆាជីវៈការចិញ្ចឹមជីវិតដែលមិនល្អប្រសើរចិញ្ចឹមជីវិតដែលមានពវិរិយចិញ្ចឹមជីវិតដែលជាប់បំណុលកម្មព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់សម្ដែងនៅក្នុងផ្នែកទាំងអស់ហ្នឹងដែរតើតើការចិញ្ចឹមជីវិតនាំឲ្យទុកសោកដល់ខ្លួនឯងមានកម្មពវិរិយច្រើនអញ្ចឹងកិច្ចទី2គាត់ត្រូវតែរស់នៅដើម្បីទ្រទ្រង់ជីវិតចិញ្ចឹមជីវិតប៉ុន្តែចិញ្ចឹមជីវិតត្រូវត្រង់ដំណើរល្អប្រសើរសុខគេសុខឯងសុខគ្រប់បែបយ៉ាងនៅក្នុងការដោះដូរឬនៅក្នុងការចិញ្ចឹមជីវិតដល់ប្រពៃដោយមិនមានកម្មពវិរិយហើយចម្រើនកុសលទៀតអញ្ចឹងតើតើជាមួយនឹងការចិញ្ចឹមជីវិតត្រូវហើយសមាជីវៈហ្នឹងគឺធម្មធុរជនត្រូវតែបំពេញកិច្ចនឹងជាចាំបាច់គឺកិច្ចចិញ្ចឹមជីវិតត្រូវត្រង់ដំណើរហើយចំណុចទី3កិច្ចដែលគាត់ត្រូវធ្វើកិច្ចដែលគាត់ត្រូវអនុវត្តកិច្ចដែលគាត់ត្រូវជៀសវាងគឺជៀសវាងនៅអបាយមុខដាច់ខាតត្រូវតែជៀសវាងនៅអបាយមុខមានលបែងស្រីលបែងស្រាបើខ្ញុំជាបរិះត្រូវជៀសវាងអំពីលបែងស្រីបើស្ត្រីត្រូវជៀសវាងអំពីលបែងប្រុសអីទៅយើងនិយាយអញ្ចឹងណាជៀសវាងអំពីលងខ្លួនទៅលើរឿងអបលៈលងខ្លួនទៅរឿងអនាចារឲ្យផ្សេងគ្រប់បែបយ៉ាងហ្នឹងគឺអត់ទៅធ្វើទេគឺវាចាកនៅអបាយមុខមុខមិនល្អប្រសើរមុខមិនរីកចម្រើនមុខវិញ្ញាណហ្នឹងគឺសំដៅទៅដល់អបាយមុខហ្នឹងឯងមានលបែងស្រីលបែងស្រាលបែងភ្នាល់ការសែបគប់បាបប្រមិតអីផ្សេងគ្រប់បែបយ៉ាងនៅក្នុងដំណើរទាំងអស់ហ្នឹងគឺធម្មធុរជនគឺដាច់ខាតមិនធ្វើទេបើសិនបើគាត់ធ្វើគឺគាត់មានន័យថាគាត់មិនមែនជាធម្មធុរជនគាត់មិនមែនជាធម្មធុរជនពេញលេញទេអញ្ចឹងខ្ញុំនិយាយតាក់ទងជាមួយនឹងធម្មធុរជនដែលយល់ដែលច្បាស់ដែលមានគោលដៅពិតប្រាកដដែលមានគោលចំហពិតប្រាកដហើយយល់យ៉ាងស៊ីជម្រៅពិសោធន៍ឃើញការពិតនៅក្នុងកាយហើយក៏រស់នៅក្នុងស្ថានភាពជាទម្លាប់បែបអញ្ចឹងតែម្ដងទី1បំពេញកិច្ចគឺសំដៅទៅដល់ការសមាធិទី2ចិញ្ចឹមជីវិតត្រូវទី3វាចាកនៅអបាយមុខទើបគាត់មានឈ្មោះថាជាធម្មធុរជនដែលប្រកបការចិញ្ចឹមជីវិតស្របដំណើរធម្មជាតិនៅក្នុងធម្មធុរកិច្ចសុខគេសុខឯងភ្លឺគេភ្លឺឯងរស់មកដើម្បីរីកចម្រើនទាំងអស់គ្នាបាទអរគុណច្រើនក្រុមទិញទាំងឡាយចុងបូពី